Hello សួស្តីទៅកាន់អ្នកនរគ្នាថ្ងៃនេះដែរខ្ញុំលើកយកអន្តេក្រាកំណត់មួយដែលសម្រាប់បងប្អូនបាក់ដប់2026នៅតែម្ដងអញ្ចឹងអន្តេក្រាវាមានវិធីសាស្ត្រច្រើនក្នុងការកណនាអញ្ចឹងអន្តេក្រាហ្នឹងវាមានកលឹះទូចមួយសម្រាប់កណនាសម្រាប់ដោះស្រាយអញ្ចឹងយើងមកចូលក្នុងប្រធានបទរបស់យើងតែម្ដងអញ្ចឹងយើងមានអន្តេក្រានៃខ្ញុំតាំងដល់អក្សរ e ដែលអន្តេក្រានោះពី0ទៅ pi លើ2នៃតង់សង់ x dx អញ្ចឹងខ្ញុំអាចប្របែកតង់សង់ x ហ្នឹងទៅជា sin ទៅ cos ហើយលើក4ទៅជា sin x នៅលើ cos x dx អញ្ចឹងខ្ញុំអាចប្រើអន្តេក្រានេះដោយខ្ញុំដាក់ថាសញ្ញាដកហើយខ្ញុំថែមខាងក្នុងគឺ cos x print នៅលើ cos x dx អញ្ចឹងអន្តេក្រា cos x វា derivative sorry អ្នកនេះ derivative cos x វាមិនស្មើនឹងដក sin x អញ្ចឹង derivative មកអានេះចេញសញ្ញាដកប៉ះសញ្ញាដកវាទៅបានសញ្ញាបូកអញ្ចឹងដូចអាដើមវិញអញ្ចឹងអន្តេក្រានេះវាស្មើនៃដកអន្តេក្រាពី0ទៅ pi លើ4នៃ1នៅលើ cos x d cos sorry ណាd cosនៃ x អញ្ចឹងវាស្មើនៃដកលោកនៃពែនៃ cos នៃ x cos នៃ x អញ្ចឹងអន្តេក្រានោះវាជាអន្តេក្រាកំណត់អញ្ចឹងយើងកំណត់វាមកពី0ទៅ pi លើ4អញ្ចឹងអន្តេក្រា1លើអុយរំលឹកអ្នកគ្នាបន្តិចអន្តេក្រានៃ1នៅលើអុយដែលអុយវាមិនស្មើលោកនៃពែនៃអុយអញ្ចឹងបូកចំនួនថេណាមួយមកអាហ្នឹងបើសិនជាអន្តេក្រាមិនកំណត់បើអន្តេក្រាកំណត់អាហ្នឹងយើងដាក់តម្លៃជួសចូលធម្មតាមកអញ្ចឹងវាស្មើនៃជួសចូលមកអញ្ចឹងអាសញ្ញាដកយើងទុកនៅក្រៅដែរយើងដាក់គ្នាមកបន្ទាប់មកយើងជួសអា pi លើ4ចូលវាស្មើលោកនៃពែនៃ cos pi លើ4ដកលោកនៃពែនៃ cos 0អញ្ចឹងយើងដាក់គ្នាវិញមកបន្ទាប់មកយើងគណនាលេខខាងក្នុងអញ្ចឹង cos 0ស្មើ1 cos 0ស្មើ1អញ្ចឹងលោកនៃពែនៃ1ស្មើ0អញ្ចឹង cos pi លើ4វាស្មើនឹង2លើ2អញ្ចឹងអានេះចម្លើយរបស់វាគឺស្មើនៃឬ2លើ2អញ្ចឹងចម្លើយរបស់វាស្មើប៉ុណ្ណឹងអញ្ចឹងដូចនេះអន្តេក្រាហ្នឹងបើយើងចង់សម្រួលទៀតក៏បានដែរដូចនេះអន្តេក្រានៃអក្សរ e ហ្នឹងវាស្មើនឹងដកលោកនៃពែនៃឬ2លើ2អញ្ចឹងសម្រាប់អន្តេក្រាមួយហ្នឹងគឺកលឹះរបស់វាគឺការប្រើអញ្ញត្តិបដូរទៅជាអញ្ញត្តិអុយអញ្ចឹងទេប៉ុន្តែខ្ញុំអត់បដូរទេដោយសារវិធីសាស្ត្រធ្វើអញ្ចេះលឿនជាងបើសិនជាយើងបដូរអត់ទេយើងនៅជំនួសលេខជំនួសអីទៀតវាវែងអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរបាទអ្នកគ្នាមិនយល់ចង់ណាអីក៏អាចឆាតមកសួរថែមនេះទៀតក៏បានដែរសូមអរគុណ